ហើយនេះគឺជាអភិក្រមដែលយើងអាចធ្វើបានប៉ុន្តែផ្ដោតអតិភិបផលប្រយោជន៍អតិបរមាដែលអាចធ្វើទៅបានជូនសហគមន៍នៅមូលដ្ឋាននាំយកចំណូលនាំយក business នាំយកការងារនាំយកអាជីវកម្មផ្សេងធុរកិច្ចផ្សេងឱកាសទៅដល់សហគមន៍បង្រៀនសហគមន៍ឲ្យចេះធ្វើធុរកិច្ចមុននឹងយើងយកអ្នកធុរកិច្ចមកចូលធ្វើការវិនិយោគជំនួសឲ្យសហគមន៍បើអាចធ្វើទៅបានការរួមគ្នាពីក្រសួងស្ថាប័នយើងអាចពិនិត្យមើលនៅក្នុងការជួយផលិតផលប្រជាជនដើម្បីជួយប៉ុន្តែធ្វើយ៉ាងណាកុំឲ្យបាត់សន្តានការតាក់ទាញនៃមូលដ្ឋានដែលធ្វើឲ្យបាត់សក្តានុពលរយៈពេលវែងកុំគប់ពីពិបាកបំផុតគឺគប់ពីឃើញកន្លែងនឹងតំបន់ភ្នំល្អស្រាប់តែគប់ពីយក model ពីកំពង់សោមឬមួយក៏រាជធានីភ្នំពេញទៅធ្វើសិតតែ20ជាន់ទៅលើនោះបាត់អស់ហើយគេអត់ចង់ទៅភ្នំមួយនឹងដែលមានសិតតែបរិយនៅពេញលើនោះទៀតទេគេចង់ទៅកន្លែងណាដែលមានលក្ខណៈសម្បត្តិហើយបើធ្វើជា resort ជាអីសុំឲ្យគេថាទម្រង់នៃស្ថាបត្យកម្មសំណង់នៅទីនោះឲ្យវាស្របទៅតាមស្ថានភាពភូមិសាស្ត្រដែលអាចធ្វើទៅបានហើយនេះហើយគឺជាអ្វីដែលជាលក្ខណៈសំខាន់របស់ដូចនៅបាលីចឹងគេអត់ឲ្យទៅធ្វើអីដូចនៅយ៉ាកាតាទេប៉ុន្តែជាកន្លែងធំសំខាន់លោកអុកញ៉ាគឹមហៀងអ្នកជំនាញវិស័យអចលនទ្រព្យនិងជានាយកប្រតិបត្តិក្រុមហ៊ុនខ្មែរ Real Estate ក៏បានគាំទ្រនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីដែរដោយលោកលើកឡើងថាកម្ពុជាមានកន្លែងជាច្រើនដែលអាចសាងសង់អចលនទ្រព្យបានមិនគួរសាងសង់នៅកន្លែងតំបន់ទេសចរធម្មជាតិឡើយព្រោះនឹងនាំឲ្យបាត់បង់គុណភាពតម្លៃនៃតំបន់នោះអ្វីដែលសម្ដេចធម្មដីលើកឡើងតាមទស្សនៈសេដ្ឋកិច្ចគឺខ្ញុំគាំទ្រ 100% ព្រោះសម្ដេចធម្មដីជាអ្នកសេដ្ឋកិច្ចយើងមើលទៅប្រទេសយើងសេដ្ឋកិច្ចចំនួនសេដ្ឋកិច្ចកម្ពុជាយើងពឹងផ្អែកទៅលើទេសចរដែលយើងមានធនធានស្រាប់យើងមានប្រាសាទយើងមានបឹងយើងមានព្រៃព្រឹក្សាយើងមានធនធានទេសចរស្រាប់ហ្មងទី2យើងពឹងទៅលើវិស័យកសិកម្មក៏យើងមានធនធានស្រាប់ដែរហើយយើងពឹងទៅលើរោងចក្រយើងពឹងទៅលើអចលនទ្រព្យឡាក់អញ្ចឹងអាចំនួនសេដ្ឋកិច្ចយើងវាមានច្រើនហើយសម្ដេចធម្មដីជាអ្នកសេដ្ឋកិច្ចអញ្ចឹងសម្ដេចធម្មដីលើកឡើងសម្រាប់ខ្ញុំដែលតាមទស្សនកិច្ចគឺគ្រប់គ្រងយើងមើលទៅដីសុខខ្មែរធំណាស់កន្លែងដែលត្រូវធ្វើអីច្រើនណាស់កន្លែងណាដែលធ្វើកសិកម្មបានយើងធ្វើតែកសិកម្មទៅកន្លែងណាដែលទេសចរបានយើងធ្វើទេសចរទៅកន្លែងណាដែលសាងសង់ចរត្របានយើងគួរសាងសង់ទៅយើងមិនអាចយកកន្លែងដែលអំណោយផលដល់ទេសចរដែលយើងសាងសង់ជាចរត្រហើយកន្លែងដែលធ្វើចរត្រយកទៅសាងសង់ជាកសិកម្មវាបើនិយាយមែនតើប្រទេសគេមានហើយគេហៅថាโซนនេះគឺការកំណត់តំបន់នៃការសាងសង់ទៅតាមប្រភេទចរត្របើកន្លែងដែលទាក់ទងទេសចរធម្មជាតិដែលអំណោយផលទេសចរជាតិគឺមិនត្រូវអនុញ្ញាតឲ្យសាងសង់អ្វីដែលមិនស្របនឹងឧស្សាហកម្មឬក៏ចំណុចខ្លាំងនៅតំបន់នោះជារួមគឺខ្ញុំគ្រប់គ្រង 100% មកហើយសង្ឃឹមធ្វើបានអរគ្នាគួររំលឹកថាកាលពីឆ្នាំ2022កន្លងទៅមានការកាប់ឈូសព្រៃក្នុងគម្រោងអភិវឌ្ឍសាងសង់ផ្ទះបុរីនៅតំបន់ភ្នំតាម៉ៅដោយក្រុមហ៊ុនឯកជនចំនួនជាង500ហិកតាតែបន្ទាប់ពីមានការរិះគន់ភ្នំតាម៉ៅដែលជាគោលដៅទេសចរត្រូវបានដាក់ទៅជាតំបន់ការពារព្រៃឈើវិញករណីសាងសង់អគារឬផ្ទះបុរីនេះក៏មាននៅតាមតំបន់ភ្នំគោលដៅទេសចរដទៃទៀតដូចជាភ្នំបូកូនិងគិរីរម្យជាដើមតែលោកអុកញ៉ាគឹមហៀងលើកឡើងថាការសាងសង់អគារឬផ្ទះបុរីលំហែនៅតាមតំបន់ភ្នំទេសចរដទៃទៀតខុសពីការសាងសង់នៅតំបន់ភ្នំតាម៉ៅយើងនិយាយអំពីប្រវត្តិសាស្ត្របច្ចុប្បន្ននិងអនាគតប្រវត្តិសាស្ត្រតាំងពីដើមមកភ្នំតាម៉ៅគឺជាតំបន់ទេសចរព្រមជាតំបន់ស័ក្តិសិទ្ធិជាតំបន់ទេសចរធម្មជាតិអញ្ចឹងការដែលយកតំបន់ហ្នឹងធ្វើជាបូរីលំនៅឋានសម្រាប់ខ្ញុំគឺវាអត់ត្រូវសោះហ្មងវាខុសទៅនឹងភ្នំបូកគោព្រំបូកគោតាំងពីចំនួនសង្គមនិយមគឺជាក្រុងបូកគោជាទីក្រុងព្រំបូកគោជាក្រុងណាជាក្រុងគឺមានន័យថាមានមនុស្សរស់នៅអញ្ចឹងនៅពេលដែលយើងមិនអាចប្រៀបធៀបគម្រោងពីរផ្សេងគ្នាបានទេព្រំតាម៉ៅជាតំបន់ទេសចរបែបវប្បធម៌ប្រវត្តិសាស្ត្រហើយនិងធម្មជាតិជាតំបន់ដែលមានប្រវត្តិរឿងរាប់រយរាប់ពាន់ឆ្នាំហើយជាតំបន់ទេសចរធម្មជាតិអញ្ចឹងសង់បរិយធ្វើដីឡូតំបន់ហ្នឹងខ្ញុំអត់គ្រប់គ្រងទេវាខុសទៅនឹងលក្ខខណ្ឌធម្មជាតិតំបន់បើនិយាយពីព្រំបូកគោដូចខ្ញុំនិយាយមិញអញ្ចឹងវាខុសពីគេវាជាពីដើមមកគេថាក្រុងបូកគោមានន័យថាជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធមានរដ្ឋបាលសាធារណៈមានជាជនរស់នៅហើយអញ្ចឹងការដែលយកក្រុងបូកគោធ្វើជាទីក្រុងសាងសង់ខ្ញុំគិតថាវាត្រូវឬខុសគឺអាស្រ័យថាតើយើងធ្វើកម្រិតណាក្រុងបូកគោដីរាប់ម៉ឺនរាប់សែនហិកតាបើសិនជាយើងយកតំបន់ណាដែលជាតំបន់មានប្រជាជននៅតំបន់ណាពីដើមមកជាក្រុងយើងសាងសង់ឡើងវិញដូចជាមិនទៅខុសទេកុំឲ្យតែយើងយកឬថាយើងយកទៅធ្វើវាលឹះអ្វីដែលជាការពិតក្រុងបូកគោធំ
ប់ដីរាប់ម៉ឺនហិកតារាប់សែនហិកតានោះបើយើងយកមកចំនួនទៅធ្វើទីក្រុងឡើងវិញដោយការពីសម័យកូរនិយមដូចជាមិនខុសទេផងព្រោះកាស៊ីណូក៏ដោយវត្តក៏ដោយវិហារក៏ដោយការិយាល័យរដ្ឋបាលក៏ដោយកន្លែងជាជនរស់នៅក៏ដោយពីដើមមាននៅក្នុងនគរហ្នឹងអញ្ចឹងសម្រាប់ខ្ញុំព្រំបកគោបើសិនជាសាងសង់ជាលំនៅឋានបែបលំហែកំសាន្តមានន័យថាធ្វើជាកន្លែងស្នាក់នៅលំនៅឋានលំហែកំសាន្តនៅម្ដងម្កាល weekend home យើងគាត់ថាដូចជាមិនជាអីទេគាត់ថាកុំឲ្យសង់ច្រើនពេកយើងកុំយកដីកាប់ព្រៃមកកាប់ព្រៃហើយយើងសង់ផ្ទះដល់ត្រូវពួកក្នុងនគរកន្លែងខ្លះចាំបាច់កាប់ព្រៃអីបើដីទនេហ្នឹងដីរាប់ម៉ឺនហិកតាយើងយកមកចំនួនទៅផ្ទះដូចមិនទេខ្ញុំគិតថាយើងគួរតែធ្វើបច្ចុប្បន្នភាពហើយតាក់ទងនឹងដីការប្រើប្រាស់ដីធ្លីនៅកម្ពុជាជួនកាលប្រមុខដឹកនាំប្រទេសលោករវល់ការងារច្រើនលោកគ្រាន់តែឲ្យយោបល់ដើម្បីថ្នាក់នាំអនុវត្តប៉ុន្តែជួនកាលទៅថ្នាក់ក្រុមក៏ធ្វើលើសអ្វីដែលថ្នាក់នាំចង់បានអញ្ចឹងជាដំណោះស្រាយដែលខ្ញុំគិតថាអាណត្តិទី7សំរុំហើយគួរតែដល់ពេលដែលយើងត្រូវធ្វើ master plan របស់ប្រទេសសំខាន់តាក់ទងនឹងសូននៃការប្រើប្រាស់ប្រភេទដីនៅកម្ពុជាឡើងវិញទៅជួនកាលតំបន់ខ្លះគឺមិនឲ្យធ្វើប៉ុន្តែគួរតែធ្វើបានប៉ុន្តែបែរជាមិនឲ្យធ្វើហើយតំបន់ខ្លះទៀតគឺមិនឲ្យធ្វើទេប៉ុន្តែបែរជាអ្នកខ្លះធ្វើបានដល់ពេលអញ្ចឹងវាវល់ដល់ពេលដែលយើងត្រូវធ្វើបច្ចុប្បន្នភាពការប្រើប្រាស់ដីធ្លីកម្ពុជាឲ្យច្បាស់នៅពេលណាដែលយើងមានប្លង់មេរបស់ប្រទេសតែប្លង់មេហ្នឹងអាចប្រើប្រាស់50 100ឆ្នាំក្រោយយើងមានការកំណត់ប្រភេទដីប្រភេទនៃការប្រាស់ដីធ្លីនិងប្រភេទនៃការប្រាស់តាមតំបន់នីមួយៗច្បាស់លាស់យើងកំណត់ច្បាស់ហើយមានច្បាប់ហើយពេលនោះគឺទាំងពលរដ្ឋទាំងរាជការស្រួលទាំងអស់គ្នា